មហាសិទ្ធិកម្ពុជាអ្នកមានទាំងឡាយនៅលើលោកនឹងរលាយសូន្យទាំងអស់បើសិនជាជំនួយរបស់ពួកគេគ្មានភ្ញៀវជនជាតិជ្វីបគោរពភ្ញៀវនិងឲ្យតម្លៃភ្ញៀវខ្លាំងបំផុតហេតុនេះហើយទើបជនជាតិជ្វីបពូកែរកស៊ីខ្លាំងបំផុតទី2ទំនាក់ទំនងគឺជាដង្ហើមនៃអាជីវកម្មចង់មានឲ្យចេញក្រៅផ្ទះឲ្យច្រើននេះគឺជាពាក្យគន្លឹះដ៏រឹងមាំបំផុតរបស់ប្រជាជនជ្វីបជនជាតិជ្វីបមានផ្នត់គំនិតដ៏រឹងមាំមួយគឺទំនាក់ទំនងគឺជាដង្ហើមនៃអាជីវកម្មពួកគេមានសុភាសិតមួយនៅក្នុងការរកស៊ីគឺមនុស្សម្នាក់បង្កើតឱកាសមួយជនជាតិជ្វីបចំណាយពេលវេលានិងថវិកាច្រើនបំផុតដើម្បីបង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗនៅក្នុងមុខជំនួញដោយពួកគេជឿថាមនុស្សថ្មីៗមិនត្រឹមតែផ្ដល់ឲ្យគេនៅមេរៀននិងបទពិសោធន៍ប៉ុណ្ណោះទេប៉ុន្តែវាក៏ជាពេលវេលាមួយដែលពួកគេអាចមើលឃើញពីតម្រូវការថ្មីៗរបស់មនុស្សកាន់តែច្រើនផងដែរ